របៀបចូលទៅដាក់ link YouTube នៅក្នុង TikTok អញ្ចឹងបងប្អូនមើលមួយតាមខ្ញុំបងប្អូនដែលគាត់មិនទាន់ចេះអញ្ចឹងហើយបងប្អូនមើលមួយតាមខ្ញុំបាទហ្នឹងហើយឥឡូវនេះខ្ញុំនឹងចូលទៅ copy link នៅក្នុង YouTube បាទឥឡូវយើងចូលទៅ copy link សិនមកបងប្អូនទាំងអស់គ្នាឥឡូវយើងចូលទៅក្នុង YouTube របស់យើងអូខេឥឡូវចាំបន្តិចបងប្អូនកំពុងទៅសេវាកំពុងតែដើរយឺតហ្នឹងហើយឥឡូវយើងចូលទៅaccount ឥឡូវខ្ញុំដូរទៅតម្រង់ account ខ្ញុំអាចាស់សិនបាទកំពុងតែដូរតម្រង់បងប្អូនណាចាំ play បងប្អូនកុំទិនតណាមើលវីដេអូដល់ចប់បងប្អូនណាមិនចេះហើយបងប្អូនវីដេអូខ្ញុំដល់ចប់បងប្អូននឹងចេះធ្វើហើយបាទហ្នឹងហើយបងប្អូនដែលគាត់ចង់យក link ទៅដាក់នៅក្នុង TikTok ឥឡូវយើងចុចចំ profile យើងមកយើងចុចចឹងហើយបងប្អូនវាមានសញ្ញាប៊ិចបែបនេះបងប្អូននេះសញ្ញាប៊ិចបែបនេះមកខាងស្ដាំដៃបងប្អូនហ្នឹងហើយហើយយើងចុចចំសញ្ញាប៊ិចបែបនេះទៅអូខេឥឡូវយើងចុចចំសញ្ញាប៊ិចបែបហ្នឹងហើយយើងមើលសញ្ញា link នេះបងប្អូនណានេះអង្គុយមើលបងប្អូននេះណាហ្នឹងហើយឥឡូវនេះយើងចូលទៅចុចចំផ្លេចទៅឥឡូវវាឃើញសញ្ញា link ហើយបាទនេះព្រមនេះឥឡូវយើងថយអស់មកបាទថយអស់មកឥឡូវយើងបិទបដ ாய் ទៅហ្នឹងហើយឥឡូវយើងចូលទៅ account TikTok របស់យើងឥឡូវ link ខ្ញុំបានដាក់ហើយនេះបាទ link ឥឡូវខ្ញុំបញ្ជាក់ម្ដងទៀតឥឡូវយើងចុចកន្លែងកែលម្អទៅរូបនេះអង្គនេះនេះខាងឆ្វេងដៃនេះកន្លែងកែនេះចុចចំកន្លែងកែនេះមកឥឡូវបន្ទាប់នេះវាមានកន្លែងឲ្យយើងរើសបាទកន្លែងយើងរើសឥឡូវយើងចូលទៅរើសកន្លែងកំណត់នេះមកបាទនេះកន្លែងកំណត់នេះមកឥឡូវវាមានសញ្ញា YouTube ណាបងប្អូនមើលច្បាស់វាមានសញ្ញា YouTube វាមាន link ជាច្រើននៅខាងលើឥឡូវយើងចុចកន្លែងYouTube នេះមកបញ្ជាក់ណាពេលចុចចំកន្លែង YouTube នេះមកវាកំពុងតែដើរហើយបាទហ្នឹងហើយអូខេបងប្អូនវាពណ៌ដំណើរការពណ៌ដើរយើងហើយណាចាំ play បងប្អូនណាហ្នឹងហើយមិនទាន់តណាវាកំពុងតែដើរសេវាដើរយឺតដល់កបងប្អូនអើយឥឡូវនេះវាឲ្យយើងជ្រើសទៅយកគណនីដែលយើងធ្លាប់ប្រើឥឡូវយើងយកខាងក្រោមនេះខ្ញុំនិយាយជ្រើសយករបស់ខ្ញុំមកក្រោមនេះចុចចំមកក្រោមនេះទៅហ្នឹងហើយបងប្អូនវាកំពុងតែដំណើរការដើរយូរទៀតនៅសេវានេះដែលបងប្អូនដែលគាត់មិនទាន់ចេះមើលវីដេអូខ្ញុំដល់ចប់បងប្អូននឹងចេះហើយឥឡូវយើងពីនេះជ្រើសយកអាណាក៏បានដែរយើងជ្រើសយកលើមកអូខេចុចចំមកលើនេះមកបងប្អូនមើលវីដេអូខ្ញុំដឹងតែចេះណាបងប្អូនណាខ្ញុំប្រកបមួយបញ្ជាក់មួយចែកបងប្អូនចេះធ្វើឥឡូវនេះយើងបានហើយយើងចុចកន្លែងបន្តនេះមកបាទនេះបន្តនេះមកអូខេឥឡូវយើងបាន link ហើយបាទនេះបងប្អូនទាំងអស់គ្នាថយអស់មកនេះបងប្អូននេះ link បាទនេះ link YouTube របស់យើងដែលយើងបានដាក់មិញហ្នឹងបងប្អូនណាហ្នឹងហើយឥឡូវវីដេអូនេះមានតែប៉ុណ្ណេះបងប្អូនណាហ្នឹងហើយបងប្អូនចង់ដឹងពីមូលហេតុអ្វីទៀតបងប្អូនអាច comment បាននិងចែករំលែក YouTube ខ្ញុំម្នាក់មួយបាទហ្នឹងហើយដើម្បីបានអ្វីថ្មីបន្តពីរូបខ្ញុំបាទទៀតបងប្អូនអរគុណច្រើន